វីដេអូនេះគឺសម្រាប់អ្នកដែលគាត់មានជំនាញឬយ៉ាងថា skill worker តែម្ដងហើយមានបំណងការស្នើសុំទៅរួមអាមេរិកទាំងគ្រួសារតាមរយៈកម្មវិធី EB2 NIW ដែលជាកម្មវិធីមួយដែលអ្នកនរអាចស្នើសុំទៅរួមអាមេរិកបានដែលមិនចាំបាច់មាននិយោជក sponsor ទេគឺអ្នកទាំងនេះទៅតាមរយៈសមត្ថភាពតាមរយៈការសិក្សារបស់អ្នកទាំងនេះសិក្សាតែម្ដងឬក៏អ្នកដែលមានបំណងការស្នើសុំទៅរួមអាមេរិកតាមរយៈកម្មវិធី EB3 Skill សម្រាប់នៅរយៈហៅថា Nurse Program ហើយចង់ដឹងថាតើលក្ខណៈទាំងនេះអាចដាក់ពាក្យបានឬក៏អត់អ្នកទាំងនេះអាចតាក់ទងមកភ្នាក់ងាររបស់ខាងខ្ញុំក្នុងការវិតម្លៃបានដោយអ្នកទាំងនេះគ្រាន់តែផ្ញើតាក់ទងជាមួយនឹង CV តាក់ទងជាមួយសញ្ញាបត្រក៏ជា transcript មកភ្នាក់ងាររបស់ខាងខ្ញុំគឺយើងនឹងធ្វើការវិតម្លៃជូនហើយចំពោះការវិតម្លៃគឺមិនមានការបង់ប្រាក់ទេគឺយើងនឹងឆែកជូនអ្នកទាំងនេះឥតគិតថ្លៃតែម្ដងអញ្ចឹងដើម្បីកុំឲ្យឱកាសដ៏ល្អនេះកន្លងហួសអ្នកទាំងនេះអាចតាក់ទងមកភ្នាក់ងាររបស់ខាងខ្ញុំតាមលេខខាងក្រោមបានឬក៏តាមលេខ Telegram ចាំពួកខ្ញុំដាក់នៅខាងក្រោមដើម្បីឲ្យអ្នកទាំងនេះអាច add មកដើម្បីផ្ញើឯកសារដើម្បីពួកខ្ញុំធ្វើការវិតម្លៃជូនដែលគិតថ្លៃអញ្ចឹងខ្ញុំមានដំណោសម្រាប់អ្នកទាំងនេះប៉ុណ្ណឹងអញ្ចឹងបើសិនជាមានចម្ងល់អីបន្ថែមអាចតាក់ទងមកភ្នាក់ងាររបស់ខាងខ្ញុំបាន